อารมณ์สุดใสគ្នាយើង fan ស្បាញហើយជាពិសេសអរុនសុស្ដីគ្នាយើងដែល fan បារាំងបាទយ៉ាងណាដែរ fan បារាំងសុខទុក្ខយ៉ាងណាដែរព្រឹកនេះចំណែកឯ fan ស្បាញមានក្តីសោកម្នាស់រីករាយជាពន់ពេកបាទហើយសង្ឃឹមថាថ្ងៃនេះយើងនឹងមានការជួបជុំជាដាច់ដោយឡែកផ្សេងគ្នាតាមគ្រុបតូចនិងគ្រុបធំបាទសូមផ្ដាំទៅ fan បារាំងផងដែរថាទោះជាយ៉ាងណាយើងកុំអន់សពុនចិត្តអីណាហើយក៏កុំទាន់បិទការមើលបាល់ World Cup ហើយក៏កុំទាន់ទៅផ្ទះអីសូមចាំជួយគ្រប់គ្រងអេស្ប៉ាញនៅវគ្គបរិព្រាត់ជាពិសេសនៅពេលដែលអេស្ប៉ាញលើកពានផងដែរហ្នឹងហើយបងប្អូនចប់ការប្រកួតយប់មិញនេះត្រឹមតែ90នាទីទេហើយដល់លេងម៉ោងធម្មតាណាអញ្ចឹងលទ្ធផលអេស្ប៉ាញស៊ីបារាំង 2-0 ដោយរកគ្រាប់បាល់ដោយកីឡាករពីររូបរបស់អេស្ប៉ាញគឺប៉ាត្រូប៉ូរ៉ូជាមួយនឹងអូយ៉ាសាបលណាអូយ៉ាសាបលអញ្ចឹងពីរគ្រាប់នេះវាល្មមអាចគ្រប់គ្រាន់រុញអេស្ប៉ាញឲ្យទៅអង្គុយរងចាំអាសង់ទីនជាមួយនឹងអង់គ្លេសអញ្ចឹងសម្រាប់បងប្អូនខ្ញុំមិនសួរទៅ fan អេស្ប៉ាញទេប្រកាសជាសម្រាប់ fan អេស្ប៉ាញគឺប្រកាសជាជាក់ 100% ហើយថាយើងនឹងលើកពានណាចង់សួរទៅ fan បារាំងថាការលេងរបស់អេស្ប៉ាញប៉ុណ្ណឹងអាចលើកពានបានអត់អញ្ចឹងគិតត្រឹមការប្រកួតយប់មិញនេះការជួបគ្នារវាងអេស្ប៉ាញនិងបារាំង29ដងបារាំងឈ្នះតែ13ដងទេហើយស្មើ7អេស្ប៉ាញឈ្នះ19ដងអញ្ចឹងជាលទ្ធផលដែលมันអាចកែប្រែប្រវត្តិសាស្ត្របានទេរបស់បារាំងហើយអ្វីដែល fan អេស្ប៉ាញជឿជាក់នោះគឺថាយុគនេះអាចនឹងចូលកន្លងយុគមាសរបស់ legend របស់យើងចំនួន David Villa ចំនួន Fernando Torres ចំនួនCarlos Puyol ចំនួន Victor Valdés ណាចំនួនBusquets ចំនួន Pedro ហើយបាទដោយសារអីចំនួននោះ2008អេស្ប៉ាញលើកពានយូរ៉ូលើកដំបូងហើយ2ឆ្នាំក្រោយមកអេស្ប៉ាញក៏បន្តលើក World Cup ជាលើកដំបូងដែរអញ្ចឹងចំនួននេះចំនួនសិស្សប្អូនណាចំនួនUnai Simon អ្នកចាំទីចំនួនPedro Porro ចំនួនCoco Rela ណាចំនួន Pedri ចំនួន Lamine Yamal Oyarzabal ហើយចំនួននេះគឺស្តៀងគ្នាដែរណាអញ្ចឹងបាន fan អេស្ប៉ាញដូចខ្ញុំហ្នឹងគឺជឿជាក់ខ្លាំងទៅលើអេស្ប៉ាញដោយសារតែ2024យើងលើកយូរ៉ូលើកទី2ណាយូរ៉ូលើកយូរ៉ូហើយចុះហេតុអីបានជា2026យើងមិនអាចលើកWorld Cup បានទៀតអញ្ចឹងប្រកាសជាលើកហើយណាប្រកាសជាលើកហើយធីមយើងណាធីមយើងហើយជាពិសេសបន្ទាប់ពីការលេងជាមួយអេស្ប៉ាញយប់មិញតើបងប្អូនយកឃើញយ៉ាងណាដែរចំពោះការជួបអង់គ្លេសឬក៏អាសង់ទីនណាយើងអាចស៊ីបារាំងបានហើយហេតុអីមិនអាចស៊ីអាសង់ទីនឬអង់គ្លេសបានណាអញ្ចឹងសូមផ្ដាំផ្ញើទៅ fan បារាំងសូមកុំតន់ទៅផ្ទះចូលស៊ូនរបស់អេស្ប៉ាញមកដើម្បីជួយឈៀគ្នាណាហើយផ្ដាំផ្ញើទៅ fan អង់គ្លេសឬក៏អាសង់ទីនផងថាត្រៀមចិត្តត្រៀមកន្លែងសេតឲ្យហើយទៅមើលលទ្ធផលបារាំងឃើញច្បាស់នឹងភ្នែកហើយណាអញ្ចឹងត្រៀមចិត្តត្រៀមកាយតែទោះយ៉ាងណាយើងក្នុងនាមជាអ្នកគ្រប់គ្រងកីឡាត្រូវតែឈរក្នុងស្មារតីកីឡាណាការឌឺដងគ្នាក្នុងន័យកីឡាអញ្ចឹងចប់ការប្រកួតទៅយើងនៅជាមិត្តភ័ក្តិដែរកុំប្រកែកគ្នាណាកុំប្រកែកគ្នាអ
ចឹងធ្វើមិនទេយើងមានបេះដូងរៀងខ្លួនស្រឡាញ់ក្រុមរៀងខ្លួនសម្រាប់ខ្ញុំអេស្ប៉ាញលោកខ្សែហើយបាទតាំងពីជំនាន់លេចិតមកដល់ឥឡូវនេះក៏បន្តការគ្រប់គ្រងជាមួយនឹងអេស្ប៉ាញក៏មិនមែនជា fan មួយរីត្រីដែរបាទអ្នកខ្លះ fan មួយរត្រីប៉ុន្តែអ្នកខ្លះ fan មួយរដូវព្រោះរដូវកាលនេះគ្រប់គ្រងប្រទេសមួយហើយរដូវកាលមួយទៀតដូរទៅគ្រប់គ្រងប្រទេសមួយទៀតអានេះគេថា fan មួយរដូវអត់អីទេបងប្អូនអរគុណជួបគ្នានៅការប្រកួត final ទាំងអស់គ្នាហើយចូលរួមគ្រប់គ្រងទាំងអស់គ្នាណាសម្រាប់អ្នកដែលមានក្រុមជា idol ធ្លាក់ទៅមុនក៏ចូលមកគ្រប់គ្រងអេស្ប៉ាញមកអត់ថាអីទេណាបងប្អូនអរគុណជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នាអរគុណ